តាមអង្គការសុខភាពពិភពលោក WHO ជារៀងរាល់ឆ្នាំមនុស្សចំនួន 59,000 នាក់ស្លាប់ដោយសារជំងឺឆ្កែឆ្កួតទូទាំងសកលលោកមនុស្សម្នាក់បានស្លាប់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់9នាទីនៅក្នុងចំណោម2/3នៃប្រទេសទាំងអស់រួមមានប្រទេសកម្ពុជានៅក្នុងទ្វីបអាស៊ីមាន 60% នៃករណីទាំងអស់ជំងឺឆ្កែឆ្កួតស្លាប់ 100% នៅពេលរោគសញ្ញាលេចឡើងប៉ុន្តែ 100% ជំងឺឆ្កែឆ្កួតអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតជាជំងឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់ថនិកសត្វទាំងអស់រួមមានមនុស្សសត្វឆ្កែសត្វឆ្មាសត្វស្វាសត្វគោសត្វក្របីសត្វជ្រូកនិងសត្វប្រចៀវជំងឺឆ្កែឆ្កួតឆ្លងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់សត្វដែលមានជំងឺជាទូទៅតាមរយៈការខាំការដាច់រលាត់ឬតាមរយៈការលិតរបួសឬភ្នាះរំអិល99% នៃករណីមនុស្សកើតជំងឺឆ្កែឆ្កួតបណ្ដាលមកពីសត្វឆ្កែខាំកុមារងាយរងគ្រោះដោយសារជំងឺឆ្កែឆ្កួតជាធម្មតាជំងឺឆ្កែឆ្កួតកើតឡើងនៅក្នុងចន្លោះ2ទៅ3ខែបន្ទាប់ពីសត្វដែលមានជំងឺខាំប្រសិនបើគ្មានវិធានការបន្ទាប់ពីខាំទេជំងឺឆ្កែឆ្កួតអាចវិវត្តផ្សេងៗគ្នាចន្លោះពី1សប្តាហ៍ទៅជាង1ឆ្នាំរោគសញ្ញាដំបូងលើមនុស្សมันអាចកំណត់ជាក់លាក់ជាជំងឺឆ្កែឆ្កួតទេដូចជារន្ធក្តៅរមាស់ឬឈឺចាក់នៅកន្លែងដែលសត្វខាំឈឺក្បាលប៉ុន្តែជំងឺនេះអាចមានការវិវត្តនិងលេចឡើងនៅរោគសញ្ញាបន្ថែមមួយចំនួនទៀតមានអារម្មណ៍រំជើបរំជួលច្របូកច្របល់អាកប្បកិរិយាចម្លែកមានអារម្មណ៍ខ្លាចពន្លឺខ្លាចទឹកពិបាកលេបចំណីអាហារនិងហៀទឹកមាត់តិចជាង1សប្តាហ៍បុគ្គលដែលមានជំងឺឆ្កែឆ្កួតនឹងសន្លប់ហើយស្លាប់នៅពេលរោគសញ្ញាលេចឡើងជំងឺឆ្កែឆ្កួតគឺស្លាប់ដោយសារតែមកដល់ពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាពជំងឺឆ្កែឆ្កួតគឺស្លាប់តែជំងឺនេះអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំងសត្វឆ្កែមានជំងឺឆ្កែឆ្កួតជាញឹកញាប់គឺមានហៀទឹកមាត់អាកប្បកិរិយារបស់វានឹងអាចផ្លាស់ប្ដូរវាអាចសាហាវខាំវត្ថុផ្សេងៗសត្វនានានិងមនុស្សដោយគ្មានមូលហេតុនេះជាទម្រង់នៃភាពសាហាវរបស់ជំងឺឆ្កែឆ្កួតទោះបីជាសត្វឆ្កែអាចវិវត្តទៅទម្រង់ពីកាលភាពរបស់ជំងឺឆ្កែឆ្កួតវានឹងពិបាកផ្លាស់ទីបន្តិចម្ដងហើយដោយយថាហេតុវានឹងស្លាប់ជួនកាលសម្លេងព្រោះរបស់សត្វឆ្កែប្រហែលជាដូរសម្លេងដូចគ្នានេះដែរជំងឺឆ្កែឆ្កួតនៅលើមនុស្សក៏ស្លាប់មិនអាចជៀសរួចនៅពេលរោគសញ្ញាបានលេចឡើងការស្លាប់នឹងកើតមានឡើងក្នុងកំឡុងពេល10ថ្ងៃបន្ទាប់ពីការចាប់ផ្ដើមនៃរោគសញ្ញាសត្វដែលខាំគេត្រូវដាក់ឲ្យនៅដាច់ដោយឡែកនិងធ្វើការតាមដានរយៈពេល10ថ្ងៃដោយហេតុផល2យ៉ាងទី1ដើម្បីកំណត់ថាតើសត្វនោះឆ្កួតឬអត់នៅពេលវាខាំមនុស្សទី2ដើម្បីការពារកុំឲ្យសត្វដែលសង្ស័យខាំមនុស្សឬសត្វដទៃទៀតប្រយ័ត្នសត្វដែលមានមេរោគអាចចម្លងជំងឺឆ្កែឆ្កួតមុនពេលបង្ហាញរោគសញ្ញាណាមួយដូច្នេះហើយទោះបីជាសត្វដែលខាំហាក់ដូចជាធម្មតានៅពេលខាំក៏ដោយជនរងគ្រោះត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញថែទាំសុខភាពដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវដើម្បីចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសត្វឆ្កួតនឹងវិវត្តរោគសញ្ញាគ្លីនិកនៃជំងឺឆ្កែឆ្កួតចាំបាច់ហើយស្លាប់ក្នុងរយៈពេល10ថ្ងៃបន្ទាប់ពីការខាំបន្ទាប់ពីខាំអ្នកគួរតែលាងសម្អាតមុខរបួសជាមួយសាប៊ូនិងទឹករយៈពេល15នាទីពិគ្រោះជាមួយមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតដែលនៅជិតបំផុតដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននិងអនុវត្តឲ្យបានត្រឹមត្រូវប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីខ្លះឬកន្លែងណាដែលត្រូវទៅ
អ្នកអាចពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អដើម្បីទទួលបានដំបូន្មាននៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចមកទទួលសេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថាន Pasteur កម្ពុជាឬនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញនៅមន្ទីរពេទ្យខេត្តបាត់ដំបងនិងខេត្តកំពង់ចាមនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាបនៅមន្ទីរពេទ្យបង្អែកខេត្តកំពតព្រមទាំងនៅមន្ទីរពេទ្យរដ្ឋឬ clinic ឯកជនមួយចំនួនផ្សេងទៀតផងដែរម្ចាស់សត្វត្រូវដាក់សត្វឆ្កែដែលខាំឲ្យនៅដាច់ដោយឡែកហើយធ្វើការតាមដានសត្វនោះរយៈពេល10ថ្ងៃប្រសិនបើសត្វឆ្កែមានការវិវត្តរោគសញ្ញា clinic ឬស្លាប់ក្នុងរយៈពេល10ថ្ងៃនេះអ្នកជំនាញសុខភាពសត្វអាចយកក្បាលឆ្កែមកកាន់វិទ្យាស្ថាន Pasteur កម្ពុជាឬមកកាន់មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វដើម្បីធ្វើតេស្តប្រឆាំងនឹងជំងឺឆ្កែឆ្កួតសូមការពារសហគមន៍របស់លោកអ្នកដោយការចាក់វ៉ាក់សាំងសត្វឆ្កែរបស់លោកអ្នកជារៀងរាល់ឆ្នាំនិងលើកទឹកចិត្តអ្នកជិតខាងរបស់លោកអ្នកឲ្យធ្វើដូចគ្នាដែរការចាក់វ៉ាក់សាំងលើសត្វឆ្កែគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងនិងលុបបំបាត់ជំងឺឆ្កែឆ្កួតពីប្រទេសមួយព្រោះសត្វឆ្កែជាប្រភពនៃបញ្ហាសូមរាយការណ៍សត្វដែលគួរឲ្យសង្ស័យទៅអ្នកជំនាញសុខភាពសត្វឬទូរស័ព្ទទៅលេខ115សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺឆ្កែឆ្កួតសូមស្វែងរកនៅលើគេហទំព័ររបស់វិទ្យាស្ថាន Pasteur កម្ពុជាដោយធ្វើការស្កែនទៅលើ QR code នេះជួយគ្នាសង្គ្រោះជីវិតដោយធ្វើការចម្លងនិងចែករំលែកវីដេអូនេះជាមួយមនុស្សជាទីស្រឡាញ់និងមិត្តភ័ក្តិរបស់លោកអ្នករួមគ្នាប្រឆាំងនឹងជំងឺឆ្កែឆ្កួត